សូមប្រកាសជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីវិលមកជួបជាមួយខ្ញុំបាទ30 TV សាជាថ្មីក្នុងនីតិហោរាសាស្ត្រប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការដកស្រង់និងអានជូននៅក្បួនហោរាទស្សន៍ចិនសាដែលល្បីឈ្មោះដោយលោកគ្រូដងដៃលីងដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment លេខសំណាងនិងសាធុចំនួន3ដងរួចសូមធ្វើការ share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះនិងសំណាងតាមជាប់ខ្លួនរហូតដូច្នេះកុំឲ្យខាតពេលយូរសូមតាមដានស្ដាប់ជាមួយខ្ញុំបាទ30 TV ដូចតទៅនៅថ្ងៃអង្គារនេះបានមើលតាមទិសបេះដូងរស់ក្នុងការធ្វើដំណើរឬការប្រកបមុខរបររុស្ស៊ីផ្សេងអស់លោកអ្នកត្រូវប្រកាន់យកតាមទិសឦសាននិងមិនគួរធ្វើដំណើរទៅខាងទិសនិរតីនោះទេព្រោះគឺជាទិសបេះដូងស្លាប់ធ្វើអ្វីមិនក៏ប្រសើរឡើយចំពោះថ្ងៃនៃការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬសែនព្រេងផ្សេងនិងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះឲ្យអង្គុយនៅខាងទិសបូព៌ាបែរមុខទៅរកទិសនិរតីទំនាយទីថាបើកាលណាបានប្រតិបត្តិតាមនេះពិតមែនពិតជាមានជោគជ័យគ្រប់កលៈទេសៈចំពោះការមើលតាមក្បួនកាក់ក្របាតជាងក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបទៅដោយជោគជ័យនិងសិរីសួស្តីមួយថ្ងៃពេញនៅក្នុងថ្ងៃអង្គារនេះពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុកម៉ោងគ្រោះម៉ោងលៀបដូចខាងក្រោមបាទចេញដំណើរពីផ្ទះចាប់ពីមាន់រងាទៅដល់ម៉ោង 6 កន្លះព្រឹកគឺជាម៉ោង 02 មានន័យថាជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសុខល្អណាស់នៅក្នុងចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 11 ព្រឹកគឺជាម៉ោងយប់ព្រឹកជាម៉ោង 01 មានន័យថាការធ្វើដំណើរឬការធ្វើចំនួនផ្សេងមិនល្អទេគឺជាគ្រោះកាចក្នុងចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយហើយបើធ្វើដំណើរគួរប្រយ័ត្នចរាចរណ៍ឲ្យខ្ពស់បំផុតបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 2 រសៀលគឺជាម៉ោង 04 មានន័យថាក្នុងចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះកាចអ្វីអាចចូលបានឡើយថែមទាំងទទួលបាននូវលាភបរិបូរណ៍បាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 ល្ងាចគឺជាម៉ោងកាក់ក្របាតមានន័យថាជាម៉ោងអន្តរាយធ្វើចំនួនរកស៊ីជួញដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិឬក៏មិនត្រូវបោះទុនរកស៊ីអ្វីឡើយបើចេញនៅចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង 5 ទៅដល់ម៉ោងចូលគេងវិញនៅចន្លោះម៉ោងនេះគឺទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនជួបគ្រោះអ្វីដែរបាទនៅថ្ងៃអង្គារនេះសូមធ្វើការបួងសួងឲ្យคล้ายជាថ្ងៃលេងគ្រោះចង្រៃសត្រូវប្រែคล้ายជាមិត្តនិងត្រូវជាថ្ងៃនាំលាភនិងទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12នេះបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរិស័យឆ្នាំទាំង12ជាមួយ30 TV Channel យើងខ្ញុំដូចតទៅឆ្នាំជូតកណ្ដុរនាំលីបអុកញ៉ាចិញ្ចឹមមានសំណាងឈ្នះអស់មានសត្រូវហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចនិងអនាគតបានក្លាយជាសិទ្ធិកហបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ពណ៌នៃលៀបសំណាងគឺពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ45និងលេខ66សូមខមមិនលេខ678យកលៀបសម្បត្តិអុកញ៉ាលុយវ៉ាលៀននិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំជូតពងទេវតាប្រុសធាតុទឹករាសីថ្ងៃនេះឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះឃើញថាដំណើរជីវិតដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេម្ល៉េះហើយនៅក្នុងថ្ងៃនេះបើចង់ទំនាក់ទំនងដល់មនុស្សចាស់ឬទំនាក់ទំនងអ្នកដទៃពីរឿងអ្វីមួយក៏តែងផ្ដល់ផលល្អដូចគ្នាបើជាអ្នកប្រកបមុខរបររកស៊ីចិញ្ចោវិញមានការតែងចូលលក់ចេញគ្រុនលូរវើគួសមហើយបើចង់ជួនឆ្ងាយទៀតសោតក៏តែងតែហុចផលជានិច្ចចំពោះសេចក្តីស្នេហាប្រុសស្រីមានការរស់នៅជាមួយគ្នាបានសេចក្តីសុខសាន្តណាស់ឆ្នាំឆ្លូវគោនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភម៉ោងនៃលាភសំណាងគឺម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលាភសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលាភសំណាងគឺលេខ 21 និងលេខ 82សូមខមមិនលេខ 168យកលាភសម្បត្តិអភិជន
នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំឆ្លូវឆ្នាំឆ្លូវពងមនុស្សប្រុសធាតុដីរិស័យថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់ក្រៅពីនេះបើមានទំនាក់ទំនងការងារឬធ្វើអ្វីមួយលោកអ្នកងាយផ្លាំងផ្លត់ណាស់ក៏បីមានការប្រយ័ត្នប្រយែងទើបជាផុតពីផលលំបាកទាំងពួងទៅរួចការធ្វើដំណើរទីជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនដោយប្រការណាមួយរីឯបញ្ហាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ច្រើនព្រោះតែការគិតច្រើនតែម្នាក់ឯងឆ្នាំខាលខ្លានាំលៀបឧបរាជចិញ្ចឹមមានលៀបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង4ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចទាំងឈាមជ្រូកលេខនៃលៀបសំណាងគឺលេខ27និងលេខ49សូមខមមិនលេខ168យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំខាលឆ្នាំខាលពងយក្សស្រីធាតុឈើរាសីថ្ងៃនេះល្អជាមធ្យមក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីសនឹងព្យាបាទខ្លះម្ល៉េះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ហើយមកការពារតែអាត្មាខ្លួនវិញទើបអាចជៀសផុតពីផលលំបាកទាំងពួងទៅរួចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីចិត្តឆ្ងាយរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរចំណែកបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុនឆ្នាំថោះតុនសាយមាសមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចជានិច្ចម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងខ្មៅលេខនៃលៀបសំណាងគឺលេខ1និងលេខ69សូមខមមិនលេខ999យកលៀបសម្បត្តិអភិជននិងលុយស្ដុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំថោះឆ្នាំថោះពងមនុស្សស្រីធាតុឈើរាសីថ្ងៃនេះល្អជាមធ្យមក្នុងថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់និងគិតឲ្យបានគ្រប់ជ្រុងជ្រោយបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើងក្រៅពីនេះបើមានការធ្វើដំណើរឆ្ងាយចិត្តលោកអ្នកក៏បីមានការប្រុងប្រយ័ត្នបន្តិចក៏ប្រសើរដែរចំពោះបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើចំនួនទីចិត្តឆ្ងាយមិនសមដូចប្រកបទេរីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនផ្អែមល្ហែមជួនពាក់មុខខ្លាដាក់គ្នាឆ្នាំរោងពោះអ្នកក្រៀកមានបារមីដែលជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារទុច្ចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នៃលៀបសំណាងគឺពណ៌ខ្មៅនិងស្វាយលេខនៃលៀបសំណាងគឺលេខ19និងលេខ29សូមខមមិនលេខ555យកលៀបសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរោងពងទេវតាប្រុសធាតុមាសរិស័យថ្ងៃនេះឡើងពោះត្រដែតនៅថ្ងៃនេះលោកអ្នកអាចធ្វើអ្វីសម្រាប់ជោគជ័យនិងពិសេសងាយទទួលផលមកវិញផងដែរបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពប្រសើរឡើងតែទោះធ្វើអ្វីលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឲ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រុងចម្រាស់ជាមួយអ្នកដទៃការរស់នៅវិញលោកអ្នកក៏បីមានការប្រយ័ត្នប្រយែងក្នុងការជួយយកអាសាគេព្រោះច្រើនយកគុណបដូរជាទោសមកវិញប៉ុណ្ណោះចំណែកសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពភ្លឺថ្លានិងចេះអត់ឱនឲ្យគ្នាល្អប្រពៃឆ្នាំម្សាញ់ពោះនំលៀបនំជ័យនំសុភមង្គលហើយបើប្រាថ្នាអ្វីគឺតែបានសម្រេចនិងអនាគតក្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះនិងបៃតងលេខនៃលៀបសំណាងគឺលេខ20និងលេខ66សូមខមមិនលេខ998យកលៀបសម្បត្តិអុកញ៉ានៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំម្សាញ់ពងមនុស្សប្រុសធាតុភ្លើងរាសីថ្ងៃនេះល្អជាមធ្យម
នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីជាឧបសគ្គធំដុំចូលមកយាយីទេប៉ុន្តែក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ចពីព្រោះថាគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេដើម្បីវាប្រហារប៉ុណ្ណោះចំណែកបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការរកផលកម្រៃគ្រាន់កក់ក្ដៅទៅរួចរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំមានភាពផុយស្រួយចំនួនវិវាទណាស់គួរប្រយ័ត្នប្រយែងពាក្យសម្ដីបន្តិចទើបជាការប្រពៃបំផុតឆ្នាំមមីសេះទេវតាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នៃលៀបសំណាងគឺពណ៌ខ្មៅនិងសលេខនៃលៀបសំណាងគឺលេខ69និងលេខ99សូមខមមិនលេខ899យកលៀបសម្បត្តិកេហបតីជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំមមីឆ្នាំមមីពងទេវតាស្រីធាតុភ្លើងវិស័យថ្ងៃនេះល្អជាមធ្យមការប្រកបការងារនៅក្នុងថ្ងៃនេះចូលប្រយ័ត្នប្រយែងកើតចំនួនវិវាទណាមួយព្រោះតែសម្ដីប្របាច់ប្រប៉ោតឥតបានការក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយប្រយ័ត្នផ្ដល់ភាពលំបាកដល់ខ្លួនឯងវិញចំពោះបើជាអ្នកប្រកបមុខរបររកស៊ីជីងដូរវិញជួបផលលំបាកក្នុងការរកផលកម្រៃបន្តិចព្រោះលៀបច្រើនបោះហួសពុំសូវជាប់ទេហើយបើលោកអ្នកប្រឡងប្រជែងតម្លៃទៀតនោះចូលប្រយ័ត្នការចំនួនវិវាទឈានពីតូចតាចដល់ធំរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងមេះម៉ោះច្រើននាំកើតចំនួនវិវាទហើយមានតែរៀងរ៉ាវសៅម៉ងដាក់គ្នាឆ្នាំមមេប្រពេមាសមន្ត្រីចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែងមានកំណត់ជ្រះថ្លាហើយបើប្រាថ្នាអ្វីមួយគឺតែងបានសម្រេចជានិច្ចម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌បៃតងនិងក្រហមលេខនៃលៀបសំណាងគឺលេខ77និងលេខ99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអលោកអ្នកដែលកើតឆ្នាំមមែឆ្នាំមមែពងទេវតាស្រីធាតុមាសរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងតែភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើនដូច្នេះលោកអ្នកអាចសម្រុកចូលការងារបានហើយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញគួរជាទីគប់ចិត្តផងបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រវើគួរសមហើយបើចង់ជួនឆ្ងាយទៀតសោតក៏តែងហុចផ្លែផ្កាមកវិញជានិច្ចរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំវិញបើលោកអ្នកពុំទាន់មានគូគប់ពេលនេះជាឱកាសល្អក្នុងការទំនាក់ទំនងនិងស្វែងរកផងឆ្នាំវកស្វាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាចជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចនិងក្រហមលេខនៃលៀបសំណាងគឺលេខ77និងលេខ89សូមខមមិនលេខ779យកលៀបសម្បត្តិអ្នកមានជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំវកពងយៈប្រុសធាតុដែកវិស័យថ្ងៃនេះឡើងខ្ពស់នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានជោគលាភអ្វីមួយចូលមកឲ្យសប្បាយចិត្តផងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចិត្តឆ្ងាយតែងតែទទួលជោគជ័យដោយការផលចំណេញត្រឡប់មកផ្ទះវិញមួយចំនួនវិញថែមទៀតដែរការធ្វើដំណើរទីចិត្តឆ្ងាយជួបភាពសុខដុមដោយសពមួយដងរីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវខែវស្សាឆ្នាំរកាមនមានបារមីដែលចេះមានអំណាចមានមនុស្សចូលជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលៀបសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ888យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរកាពងយៈប្រុសធាតុដែកវិស័យថ្ងៃនេះឡើងខ្ពស់រាល់ការបំពេញភារកិច្ចនៅក្នុងថ្ងៃនេះមានសភាពរលូនទៅមុខដូចសមម្ដងប៉ុន្តែក្នុងនោះក៏ទាមទារឲ្យលោកអ្នកមានការប្រឹងប្រែងខ្លាំងបន្តិចដែរ
ដើម្បីឲ្យបានសម្រេចដល់គោលបំណងដែលចង់បានបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចឲ្យលោកអ្នកអាចសន្សំទុកបានខ្លះទៀតដែររីឯបញ្ហាស្នេហាការចេះយល់ចិត្តគ្នាគឺជាវិធីដ៏ប្រសើរបំផុតឆ្នាំចសំណក់នំលៀបជួបតែរឿងល្អៗក្នុងជីវិតមានលៀបសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ក្តីបំណងម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងក្រហមលេខនៃលៀបសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ777យកលេបសម្បត្តិអភិជនលុយស្រុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំចពងយៈស្រីធាតដីរិស័យថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះបើទោះធ្វើអ្វីក៏បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមានផលមិនសូវល្អងាយឈានចូលនោមតាពិបាកក្នុងការទៅរិះពន្ធនៅថ្ងៃក្រោយបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពកាក់កបគ្រាន់បើបន្តិចវិញហើយតែយ៉ាងណាលោកអ្នកកុំគប់បីសេពគប់លបែងស៊ីសងឡើយនាំកើតជាឧបទ្រពចង្រៃរកតែរឿងដាក់ខ្លួនចំណែកការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខសែមសានទាំងពេលទៅនិងត្រឡប់មកវិញរីឯបញ្ហាស្នេហាកំឡោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកគេហទំព័រថ្មីសម្រាប់អ្នកហើយឆ្នាំគោលជ្រូកនោមលៀបនំជ័យនោមសុភមង្គលបើប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតខ្លាចជាអ្នកមានយសខ្ពង់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នៃលៀបសំណាងគឺពណ៌សនិងលឿងលេខនៃលៀបសំណាងគឺលេខ48និងលេខ99សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីឆ្នាំកូដពងមនុស្សស្រីធាតុទឹករិស័យថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះជួបលើកំណត់ផ្លូវលំបាកបន្តិចហើយបើមានធ្វើអ្វីមួយផងតែមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំឲ្យជួបរឿងសៅម៉ងបន្តិចឡើយចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទេសជាមួយមិត្តភ័ក្តិបន្តិចចូលលោកអ្នកប្រយ័ត្នកើតមានចំនួនវិវាទណាមួយចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការជឿនលឿនទៅមុខយ៉ាងរហ័សហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់តែមានពីពេលមុននោះក៏នឹងត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែររីឯស្នេហាវិញមានការខ្វាយខ្វល់តែម្នាក់ឯងហួសព្រំដែនបាទពុកម៉ែបងប្អូននីតិហោរាសាស្ត្រនៅថ្ងៃនេះដល់ទីបញ្ចប់សូមធ្វើការអធ្យាស្រ័យរាល់កំហុសឆ្គងដែលកើតមានឡើងក្នុងអំឡុងពេលនិយាយដោយអចេតនាហើយក៏សូមធ្វើការបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិផងទាំងពួងនៅក្នុងលោកនេះសូមឲ្យអស់លោកអ្នកដែលកំពុងទស្សនានិងចុច Subscribe ជួបតែលាភសំណាងទ្រព្យធនយស័ក្តិនិងពោពេញទៅដោយសុភមង្គលជារៀងរហូតសូមធ្វើការខមមិនសាធុចំនួន3ដងនិងធ្វើការ share ចេញមួយដើម្បីទទួលលាភសំណាងទាំងអស់នេះខណៈពេលនេះដែរខ្ញុំបាទ30 TV ក៏សូមអរគុណសូមជម្រាបលា